ចិត្តផ្សារជីភូខេត្តស្វាយរៀងបានជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកស្រីសន្ធរសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រមានពីដានក្រោមឃ្លុំតសក្រោមពីបន្ទប់គេងនេះជាការកំងរបស់បងប្រុសអូនសាននិងភរិយាបានមកកំងផ្ទះដែលមានទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រពីបន្ទប់គេងនេះឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំបានរៀបចំចិត្តរួចរាល់ហើយប្រភេទផ្ទះដែលមានទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រពីបន្ទប់គេងនេះបើសិនជាបងប្អូនអត់យកពីដានក្រោមអត់ឃ្លុំតសក្រោមទេតម្លៃវាតាម 13300 ទេតែបើសិនជាបងប្អូនយកពីដានក្រោមឃ្លុំតសក្រោមតម្លៃវា 16100 បើសិនជាបងប្អូនយកបន្ទប់ទឹកអានឹងតម្លៃវាថែម700ហើយឥឡូវនេះក្រុមជាងខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំកែកុនប្រភេទផ្ទះនេះបន្តិចតួចដើម្បីឲ្យរឹតតែស្អាតណាបងប្អូនហើយបងប្អូនមើលទៅផ្ទះហ្នឹងគឺចេញមកគឺស្អាតអត់បងប្អូនព្រោះអីវារៀងអាប់ដេតជាងផ្ទះដែលយើងធ្លាប់ធ្វើកន្លងមកបើសិនជាបងប្អូនមើលទៅឃើញស្អាតបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបើសិនជាផ្ទះនេះមានចំណុចខ្វះខាតត្រង់ចំណុចណាអីបងប្អូនអាច comment បានដើម្បីឲ្យខ្ញុំយកមកកែតម្រូវធ្វើឲ្យផ្ទះក្រោយទៀតរឹតតែស្អាតហើយចំពោះប្រភេទផ្ទះដែលមានទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រហ្នឹងជាប្រភេទផ្ទះខ្ពស់ភាគច្រើនខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំធ្វើជាលក្ខណៈចដាកាច់បងប្អូនធ្វើជាលក្ខណៈចដាកាច់តែអាចដាហ្នឹងស៊ីសងលើបងប្អូនចង់ត្រង់ចង់កាច់អាហ្នឹងប្រាប់មកខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំធ្វើតាមទាំងអស់ហើយម៉ូតផ្ទះនេះគឺដូចតែរាល់ដងទេបងប្អូនគ្រាន់ថាយើងកែកុនចំណុចណាដែលមើលទៅឃើញរៀងឆ្កងកន្លងមកយើងក៏កែតម្រូវទៅតាមហ្នឹងហើយឥឡូវយើងបានកែបានប៉ុណ្្នឹងហើយចឹងបងប្អូនអាចជួយ comment ថានៅខ្វះខាតចំណុចត្រង់ណាដើម្បីកែតម្រូវតទៅមុខទៀតហើយប្រភេទផ្ទះនេះគឺបងប្រុសគាត់យកមាននៅខាងក្រៅនេះសម្រាប់ដាក់ដាំផ្កាដាំអីបងប្អូនដល់ពេលយើងដាក់ធ្វើអញ្ចឹងមកយើងដាក់ដាំផ្កាដាំអីមកវារឹតតែស្អាតហើយព្រោះផ្ទះហ្នឹងវាស៊ីជាមួយនឹងធម្មជាតិមានលម្អផ្កាលម្អដើមឈើនៅក្បែរហ្នឹងមកចេញមកគឺដល់ស្អាតហើយចំពោះប្រភេទផ្ទះឈើបងប្អូនខុសពីប្រភេទផ្ទះថ្មហើយនឹងផ្ទះដែកប្រភេទផ្ទះឈើគឺការរស់នៅគឺយ៉ាងស្រស់ស្រាយបងប្អូនស្រស់ស្រាយហើយបងប្អូនមើលតើអ្នកស្រុកអ្នកភូមិគាត់ភាគច្រើនគាត់ចូលចិត្តធ្វើតែផ្ទះឈើទេតំបន់ណាដែលមានឈើធ្វើព្រោះអីប្រភេទផ្ទះឈើអត់ទៅមានជាតិម៉ាញ៉េទិកប៉ះពាល់ដល់អារម្មណ៍ប៉ះពាល់ដល់ stress អីទេការរស់នៅផ្ទះឈើគឺរៀងស្រស់ស្រាយបងប្អូនស្រស់ស្រាយជាពិសេសចាស់ហើយនឹងក្មេងអញ្ចឹងអត់មានអីទៀតទេបងប្អូនអត់មានអីទៀតទេចឹងបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបាទមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណ